Bốn chu xua thả bọn anh kịch thả và sân chia Ukraine cắt đầy ở Russia hơi Russia nâng bánh chụp trầm nâng men đai được tế nên mình men chia sầm nuaរបស់បងតែម្នាក់ទេជាសំណួររបស់មនុស្សមួយចំនួនណាជាពិសេសអ្នកដែលមើលប្រព័ន្ធឃោសនារបស់លោកខាងលិចច្រើនដូចជា BBC CNN Washington Post The Guardian New York Times អីឡើងឡាអញ្ចឹងលោកខាងលិចហ្នឹងគេតែងតែផ្សព្វផ្សាយថាចេះអូរុស្ស៊ីនឹងបញ្ចប់ត្រឹមហ្នឹងទេបើស្អីយើងឲ្យរុស្ស៊ីឈ្នះរុស្ស៊ីនឹងបន្តវាយកអឺរ៉ុបទាំងមូលដើម្បីបំពេញមហិច្ឆតារបស់ខ្លួនបង្កើតសហព័ន្ធសូវៀតសារជាថ្មីម្ដងទៀតប៉ុន្តែប្រព័ន្ធឃោសនារបស់លោកខាងលិចដដែលនឹងនិយាយម្ដងហើយម្ដងទៀតថាឲ្យពេលអ៊ុយក្រែនតែបន្តិចទៀតទេមួយខែពីរខែទៀតទេរុស្ស៊ីនឹងដួលរលំហើយរុស្ស៊ីពេលនេះសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ដល់ដីលុយរូបលរុស្ស៊ីខ្លាយទៅជាសម្រាមរុស្ស៊ីវាយតែអ៊ុយក្រែនតូចមួយប្រពន្ធកដៃ3ឆ្នាំមិនទាន់បានសម្រេចផងរុស្ស៊ីខ្សោយនៅពេលនេះយើងមានសំណើពីរសំណើទាំងពីរហ្នឹងมันអាចពិតក្នុងពេលតែមួយបានទេទីមួយរុស្ស៊ីខ្លាំងរុស្ស៊ីបើសិនជាឈ្នះហើយនឹងវាយយកអឺរ៉ុបទាំងមូល NATO មាន32ប្រទេសខណៈដែលរុស្ស៊ីខ្សោយណាស់រុស្ស៊ីมันអាចវាយយកអ៊ុយក្រែនបានទៅ3ឆ្នាំហើយធ្វើអីអ៊ុយក្រែនកើតអញ្ចឹងតើសំណើពីរហ្នឹងសំណើមួយណាជាសំណើពិតវាមិនអាចពិតក្នុងពេលតែមួយបានទេរុស្ស៊ីខ្លាំងផងរុស្ស៊ីខ្សោយផងសម្រាប់ខ្ញុំសំណើទី2គឺជាសំណើពិតរុស្ស៊ីខ្សោយណាស់វាយតែអ៊ុយក្រែនមួយចំណាយពេល3ឆ្នាំមិនឈ្នះផងអញ្ចឹងមានតែមនុស្សឈួតប៉ុណ្ណោះដែលដឹកនាំប្រទេសទៅវាយប្រទេសអឺរ៉ុបទាំងមូលសមាជិក NATO ដែលមាន32ប្រទេសទៀតបើសិនជាវាយអ៊ុយក្រែនមួយចំណាយពេល3ឆ្នាំមិនទាន់ឈ្នះផងតែចំណាយពេលប្រហែលឆ្នាំដើម្បីវាយ NATO 32ប្រទេសឈ្នះហើយយើងប្រើក្បួនវិធានត្រៃធានហ្នឹងបងឯងគិតមើលទៅមួយចំណាយពេល3ឆ្នាំ32ចំណាយពេលប្រហែលយក3គុណ32ចែក1ស្មើបាន96ឆ្នាំអាចទៅរួចទេមានតែថ្នាក់ដឹកនាំប្រទេសដែលឈួតលីលាប៉ុណ្ណោះដែលនឹងធ្វើបែបនេះដូច្នេះរុស្ស៊ីមិនបន្តទៅមុខទៀតទេបញ្ចប់ត្រឹមអ៊ុយក្រែនហ្នឹងឯងលើកលែងតែ NATO វាយរុស្ស៊ីមុនអាហ្នឹងខ្ញុំមិនមែនស្ថិតនៅក្នុងចិត្តផុសរុស្ស៊ីទេហើយខ្ញុំក៏មិនស្ថិតនៅក្នុងចិត្តរបស់មេដឹកនាំ NATO ដែលខ្ញុំអត់ដឹងទេប៉ុន្តែបើសិនជារឿងនេះបញ្ចប់ត្រឹមអ៊ុយក្រែនរុស្ស៊ីនឹងមិនបន្តទៅវាយ NATO 32ប្រទេសទៀតទេដូចយើងនិយាយខាងលើយើងមានតែមនុស្សឈួតប៉ុណ្ណោះដែលដឹកនាំប្រទេសចូលទៅក្នុងសង្គ្រាមបែបនេះព្រោះជាសង្គ្រាមដែលមិនអាចឈ្នះបានទេ